បាទសម្រាប់បងប្អូនប្រជាពលរដ្ឋយើងដែលនិយមប្រើប្រាស់គ្រឿងសង្ហារិមឈើរឹងនៅក្នុងទីក្រុងក៏ដូចជានៅក្នុងសហគមន៍មូលដ្ឋានពួកគាត់នៅមានការយល់ដឹងនៅមានកម្រិតនៅឡើយអំពីស្ថានភាពនៃការបាត់បង់ប្រភេទឈើទាំងនោះនៅក្នុងព្រៃធម្មជាតិជាពិសេសប្រភេទឈើដែលស្ថិតនៅក្នុងឧបសម្ព័ន្ធផ្សាយតេស្តមានដូចជាក្រញូងនាងនួននិងដើមច័ន្ទក្រស្នាជាដើមប្រសិនបើយើងទិញគ្រឿងសង្ហារិមធ្វើអំពីប្រភេទឈើរឹងទាំងនោះដែលមានប្រភពច្បាស់លាស់និងស្របច្បាប់មានន័យថាយើងកំពុងតែចូលរួមកាត់បន្ថយបទល្មើសព្រៃឈើជាក់ស្ដែងទីនេះផ្ទាល់គឺជារោងសិប្បកម្មដែលផលិតគ្រឿងសង្ហារិមច្រើនប្រភេទដែលធ្វើអំពីឈើម៉ៃសាក់ហើយឈើម៉ៃសាក់ទាំងនេះគឺមានប្រភពច្បាស់លាស់និងដាំនៅក្នុងខេត្តរតនគិរីនេះផ្ទាល់តែម្ដងតើការទិញដែលមានលក្ខណៈទំនួលខុសត្រូវគឺជាអ្វីការទិញប្រកបដោយទំនួលខុសត្រូវសំដៅលើការទិញនៅផលិតផលឈើតាមរបៀបដែលគេទទួលស្គាល់ថាជាផលិតផលឈើដែលមានការបញ្ជាក់ត្រឹមត្រូវឬប្រភពស្របច្បាប់និងជាផលិតផលឈើដែលមិនមែនកែច្នៃចេញពីឈើដែលកំពុងរងគ្រោះទាំងនោះដែលបង្ហាញពីការមិនបង្កការខូចខាតដល់ធនធានជីវៈចម្រុះការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើរឹងនៃប្រភេទឈើផ្សេងៗទៀតឬប្រភេទឈើលូតលាស់លឿនដែលមានប្រភពចេញពីចំការឈើដាំរួមចំណែកដល់ការប្រើប្រាស់ប្រកបដោយនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងខណៈពេលដែលតម្រូវការឈើនិងផលិតផលឈើនៅតែមានកម្រិតខ្ពស់ហើយការផ្គត់ផ្គង់ឈើពីព្រៃធម្មជាតិបានធ្លាក់ចុះការផ្គត់ផ្គង់ឈើពីចំការឈើដាំត្រូវបានចាត់ទុកថាជាប្រភពដ៏សំខាន់ជាពិសេសប្រភេទឈើម៉ៃសាក់យោងតាមអង្គការ FAO តម្រូវការនឹងការធ្វើពាណិជ្ជកម្មសម្រាប់ឧស្សាហកម្មតំបន់ត្រូពិកនៅទូទាំងពិភពលោកមានប្រហែល15លានម៉ែត្រគូបក្នុងមួយឆ្នាំចន្លោះពីឆ្នាំ2005ដល់ឆ្នាំ2014ការម៉ៃសាក់ហ្នឹងខ្ញុំដាំហ្នឹងគឺចាប់ផ្ដើមដាំមកគិតមកដល់ឥឡូវវារយៈពេល21ឆ្នាំហើយខ្ញុំដាំតាំងឆ្នាំ2001រហូតដល់ឥឡូវ2003 21ឆ្នាំហើយកាលពេលយើងដាំហ្នឹងគឺមានទំហំទាំងអស់200000ដើមយើងដាំហ្នឹងទំហំដីហ្នឹងវា100ហិកតាជាក់ស្ដែងហ្នឹងឥឡូវវានៅសល់ដល់100ហិកតាទេដោយសារយើងវាមានងាប់ខ្លះអីខ្លះហើយយើងកាត់ផ្លូវកាត់ខ្លះចឹងនៅសល់76ហិកតាតែជាម៉ៃសាក់សុទ្ធពេលដែលដាំដំបូងហ្នឹងចង់និយាយថាពលកម្មហ្នឹងគឺពិបាករហូតមែនតើកាលពេលយើងដាំហ្នឹងតាំងពីឆ្នាំ2001ហ្នឹងនៅរតនគិរីហ្នឹងអត់សូវមានមនុស្សទេអញ្ចឹងហើយក៏អត់មានគ្រឿងចាក់អីដែរយើងដាំហ្នឹងជួបការលំបាកជាច្រើនរហូតដល់យើងសំលុយបានទិញបានត្រាក់ទ័រមួយដើម្បីធ្វើការងារហ្នឹងក្នុងលើដីហ្នឹង100ហត្ថហ្នឹងបើសិនជាអត់មានត្រាក់ទ័រក៏វាពិបាកដែរហើយកម្លាំងពលកម្មហ្នឹងគឺយើងមានបងប្អូនដែលនៅរស់នៅជុំវិញហ្នឹងជួយធ្វើការហ្នឹងហើយជាសន្តិគ្រួសារបច្ចុប្បន្ននេះបើសិនជាខ្ញុំមានឱកាសខ្ញុំនឹងដាំបន្ថែមទៀតអាចដាំដល់ដំណាំម៉ៃសាក់ហ្នឹងគឺប្រភេទដែលមានចំណូលច្រើនគាត់ប្រឈមរយៈពេលយូរបើមានលទ្ធភាពអាចដាំបន្ថែម100ហត្ថ200ហត្ថទៀតដាំផ្ញើដល់បងប្អូនទាំងអស់គ្នាកុំទុកដីទំនេរចោលហើយតែយើងទុកដីទំនេរចោលវាអត់មានចំណូលទេអញ្ចឹងយើងខំប្រឹងដាំខំប្រឹងកែច្នៃទាំងអស់គ្នាในការដាំហ្នឹងគឺយើងអាចដាំចន្លោះពី3ម៉ែត្រទៅ6ម៉ែត្រអញ្ចឹងបើយើងដាំ3ម៉ែត្រទៅ6ម៉ែត្រត្រាក់ទ័រយើងអាចព្យួរបានដើមទុនដែលយើងដាំហ្នឹងតិចក្នុងមហាតាយើងដាំតែ555ដើមទេអញ្ចឹងយើងចំណាយដើមទុនតិចអញ្ចឹងសូមលើកទឹកចិត្តឲ្យបងប្អូនព្យាយាមដាំដើមឈើទាំងអស់គ្នាមិនថាដើមម៉ៃសាក់ដើមផ្សេងៗក៏បងប្អូនអាចដាំបានដែរហើយមានចំណូលបើមិនយើងអត់ដាំអត់មានចំណូលដីទទេទុកចោលបច្ចុប្បន្នយើងប្រមូលផលឈើម៉ៃសាក់បាន239ស្ទះទៅដីក្នុង1ហិកតាអញ្ចឹងយើងលក់ចេញទៅលើទីផ្សារហ្នឹងលក់តែឈើមូលនោះទេយើងគិតជាស្ទះហ្នឹងស្ទះតាមຂະຫນាតវាមានຂະຫນាតធំຂະຫນាតតូចអញ្ចឹងយើងគិតមួយស្ទះ$200ទៅ$400ក្នុងមួយស្ទះអញ្ចឹងបើសិនយើងគិតទៅផ្ទៃដីប្រមូលផលចំការម៉ៃសាក់ហ្នឹង1ហិកតាវាប្រហែលជា$50000ក្នុង1ហិកតាអញ្ចឹងខ្ញុំក៏សូមលើកទឹកចិត្តឲ្យបងប្អូនដែលមានដីទំនេរនៅតាមរបងផ្ទះតាមភូមិបងប្អូនអាចព្យាយាមដាំឈើម៉ៃសាក់ហ្នឹងរយៈពេលត្រឹមតែប្រមូលផលហ្នឹងគឺយើងអាចប្រើពេលពី12ឆ្នាំទៅ15ឆ្នាំយើងអាចចាប់ផ្ដើមពីពេលនេះតទៅ12ឆ្នាំក្រោយយើងបានបើសិនយើងអត់ចាប់ផ្ដើមពីពេលនេះតទៅទេ12ឆ្នាំទៅ15ឆ្នាំក្រោយយើងនៅដីទទេដដែលអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនដាំដោយសារមូលហេតុតែខ្ញុំលើកចិត្តឲ្យបងប្អូនទាំងអស់គ្នាដាំឈើម៉ៃសាក់ហ្នឹងជាក់ស្ដែងហ្នឹងខ្ញុំបានតំណែងទៅខាងក្រុមហ៊ុនវិនិយោគបរទេសតែគាត់ចង់មកវិនិយោគក្រុងចាក់ធ្វើគ្រឿងសង្ហារិមដែលផលិតពីឈើម៉ៃសាក់គ្រឿងសង្ហារិមហ្នឹងមានរបស់របរប្រើប្រាស់ផ្សេងទៀតនៅក្នុងចក្រានបាយក៏មានដែរបញ្ហាប្រឈមរបស់យើងហ្នឹងគឺវត្ថុធាតុដើមវាតិចតួចវាគ្រប់ធម្មតារោងចក្រដែលស្តង់ដារមួយទៅមកដល់ដាក់នៅស្រុកខ្មែរយើងហ្នឹងត្រូវចំណាយទុនច្រើនវត្ថុធាតុដើមយើងវាមានតិចអត់គ្រប់គ្រាន់អញ្ចឹងมันអាចចំណាយការទៅមុខបានអញ្ចឹងខ្ញុំសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាដែលមានដីតិចក៏ដោយច្រើនក៏ដោយបងប្អូនមានដីធំមានលុយប៉ុន្តែខ្វះបច្ចេកទេសខ្វះពេលវេលាបងប្អូនអាចទំនាក់ទំនងមកដើម្បីសហការគ្នាក្នុងការដាំឈើម៉ៃសាក់ហ្នឹងតែបងប្អូនមានដីទួចង់ដាំបងប្អូនអាចទំនាក់ទំនងមកខ្ញុំពេញចិត្តនឹងចែកម្លែកបទពិសោធន៍ដែលខ្ញុំមានរយៈពេល20ឆ្នាំហ្នឹងជូនបងប្អូនតាក់ទងបានគ្រប់ពេលបាទ
ក្នុងរយៈពេលដែលខ្ញុំចាប់ផ្ដើមធ្វើរោងកែច្នៃនឹងមកគឺមានរយៈពេល7 ឆ្នាំហើយអញ្ចឹងខ្ញុំបានកែច្នៃជាច្រើនដំបូងយើងធ្វើជាតុកទូនិងកៅអីហើយដំណាក់កាលទី2ដល់ឃើញទីផ្សារវាមានឱកាសល្អក្នុងការធ្វើជាដេក័រនៅតាមផ្ទះវិឡានៅតាមសណ្ឋាគារនៅតាម resort អីផ្សេងៗយើងក៏ចាប់ផ្ដើមមកជំហានទៀតគឺយកឈើម៉ៃសាំងទៅដេក័រជាប្រកាន់ដៃកម្មចដាជាអញ្ចាំងទឿជាទូតាំងជាការ៉ូបាតជាពីដានផលិតផលខ្ញុំហ្នឹងឥឡូវខ្ញុំចាប់ផ្ដើមជំហានដំបូងខ្ញុំបានលក់នៅផ្សារ Eon 1ហើយនឹងបានលក់នៅខាងពិព័រណ៍ថ្នាក់ជាតិទាំងឡាយហើយនឹងលក់តាមភូមិមួយផលិតផលមួយនឹងលក់តាមអនឡាញខ្លះជាដំបូងខ្ញុំក៏សូមអរគុណដល់ផ្នែកផ្លូវច្បាប់អរគុណដល់រដ្ឋាភិបាលដែលអនុគ្រោះពន្ធក្នុងការយើងធ្វើកសិកម្មហើយក៏អរគុណដល់មន្ត្រីកសិកម្មនិងរដ្ឋបាលព្រៃឈើខេត្តដែលបានចុះមកជួយណែនាំបង្ហាញពីវិធីសាស្ត្រនៃការដាំនិងការកែច្នៃនិងប្រាប់ពីរបៀបហើយយើងត្រូវដឹកជញ្ជូនឲ្យវាស្របច្បាប់ធ្វើអ្វីដែលស្របតាមច្បាប់ឯកសារដែលយើងធ្វើសូមអរគុណដល់បងប្អូនដែលគ្រប់គ្រងផលិតផលឈើម៉ៃសាក់ដែលផលិតជាគ្រឿងសង្ហារឹមអញ្ចឹងក៏សូមសំណូមពរបងប្អូនជួយបន្តការគ្រប់គ្រងផលិតផលដែលធ្វើគ្រឿងសង្ហារឹមផ្សេងៗដែលធ្វើអំពីឈើម៉ៃសាក់ឬក៏ឈើដើមផ្សេងៗដោយសារវាមានគុណភាពរៀបហាក់ប្រហែលនឹងឈើព្រៃធម្មជាតិដែរអញ្ចឹងបងប្អូនគ្រប់គ្រងផលិតផលគ្រឿងសង្ហារឹមផ្សេងៗដែលធ្វើអំពីឈើដាំយើងអាចជួយការពារទី1ការពារបរិស្ថានទី2ជួយការពារជីវៈចម្រុះនិងទី3អាចថែរក្សាព្រៃធម្មជាតិរបស់យើងឲ្យមានសម្រស់ស្រស់ស្អាតដល់កូនចៅរបស់យើងទៅថ្ងៃក្រោយទៀតបាទសូមអរគុណការបង្កើតនិងការចុះបញ្ជីចំការឈើគ្រញូងឈើនាងនួនខ្លឹមចាននិងចំការម៉ៃសាក់នឹងរួមចំណែកដល់ការប្រើប្រាស់ប្រកបដោយនិរន្តរភាពការអភិរក្ស genetic នៃប្រភេទឈើទាំងនោះនិងការទិញប្រកបដោយការទទួលខុសត្រូវដោយដែលនិន្នាការក្នុងបទដ្ឋានសង្គមបច្ចុប្បន្នកំពុងចាប់អារម្មណ៍លើការអភិរក្សនិងការការពារថ្មីគោលការណ៍ណែនាំស្តីពីការចុះបញ្ជីព្រៃឯកជនត្រូវបានរៀបចំនិងផ្សព្វផ្សាយសម្រាប់ការប្រើប្រាស់ព្រៃឯកជនត្រូវបានកំណត់ជាចំការឈើដែលបានដាំឬដើមឈើដុះដោយធម្មជាតិលើដីដែលបានចុះបញ្ជីនិងផ្ដល់កម្មសិទ្ធិឯកជនក្រោមនីតិវិធីនិងច្បាប់រដ្ឋព្រៃឯកជនសំដៅដល់ចំការព្រៃដាំដែលបានបង្កើតឡើងដោយរូបវ័ណ្ណបុគ្គលឬនីតិបុគ្គលឯកជនដែលជាកម្មសិទ្ធិករដីធ្លីនៅលើដីកម្មសិទ្ធិឯកជនរបស់ខ្លួនដោយទទួលសិទ្ធិកាន់កាប់ស្របច្បាប់ភូមិបាលនឹងត្រូវបានចុះបញ្ជីទទួលស្គាល់ជាព្រៃឯកជនស្របតាមបទបញ្ញត្តិនៃច្បាប់ស្តីពីព្រៃឈើរូបវ័ណ្ណបុគ្គលឬនីតិបុគ្គលឯកជនដែលជាកម្មសិទ្ធិករដីធ្លីដែលស្នើសុំចុះបញ្ជីព្រៃឯកជនរបស់ខ្លួនអាចប្រើប្រាស់គំរូពាក្យស្នើសុំសម្រាប់ការចុះបញ្ជីព្រៃឯកជនដោយមានបង្ហាញក្នុងគោលការណ៍ណែនាំនេះ